គាត់ខឹងរឿងដែលខ្ញុំphải sát អត់ព្រមទៅមួយគាត់មកអត់ទៅមួយគាត់នឹងទៅយ៉ាងម៉េចអូនសេវាកម្មក្រៅបងសេវាកម្មក្រៅនឹងបញ្ជាក់ឲ្យច្បាស់មើលសេវាកម្មផ្លូវភេទអញ្ចឹងបានន័យថាគាត់អូនឯងអត់ព្រមទៅជាមួយគាត់ក៏ហក់វាយខ្ញុំហក់វាយហ្មងបងអូនស្រីដែលគាត់ធ្វើការជានារីម៉ាស្សាកោះជប់នេះគឺគាត់ធ្វើតែការងារម៉ាស្សាកោះជប់ទេតែបុរសដែលចុះមករកចូលមកកន្លែងគាត់ដែលយើងមើលតាមកាមេរ៉ាសុវត្ថិភាពហ្នឹងក៏បានឃើញបុរសម្នាក់ដើរចូលមកដោយមានអាកប្បកិរិយានិយាយមួយគាត់តែមិនដឹងថាយ៉ាងម៉េចទេក៏ស្រាប់តែហក់ធាក់គាត់មួយជើងហើយវាយគាត់មួយដៃចំកណ្ដាលមុខបណ្ដាលឲ្យគាត់ខ្ទប់មុខនៅលើសាឡុងរបស់គាត់តែម្ដងខណៈដែលឥឡូវនេះគាត់បានផ្ដល់ព័ត៌មានក៏ដូចជាគាត់ធ្វើការសុំការអន្តរាគមន៍ពីសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចបន្តធ្វើការតាមចាប់នៅជនដៃដល់ដែលប្រើប្រាស់អំពើហិង្សាចូលវាយខ្លួនដល់ក្នុងផ្ទះដែលជាកន្លែងម៉ាស្សាកោះជប់តែម្ដងអញ្ចឹងបានន័យថាគាត់អូនឯងអត់ព្រមទៅជាមួយគាត់ក៏ហក់វាយខ្ញុំហក់វាយហ្មងដំបងឡើយយ៉ាងម៉េចការចរចាការនិយាយបរោះដែលជាជនដៃដល់ហ្នឹងនិយាយយ៉ាងម៉េចអូនជួយប្រាប់តិចមើលគាត់ថាសេវាកម្មម្នាក់អន់ម៉េះតែ5 10នាទីហើយរកសេវាកម្មខ្ញុំថាអត់មានទេតែពេលហើយគាត់ក៏ហក់វាយខ្ញុំនៅកន្លែងហ្នឹងទៅព្រោះខ្ញុំអត់បានចាប់អារម្មណ៍ថាគាត់ប្រងនឹងវាយខ្ញុំទៀតអញ្ចឹងមកទល់ពេលនេះអូនឯងដាក់ពាក្យបណ្ដឹងនៅខាងណាដែរអូននៅសំរោងក្រោមបងអូអាចប្រាប់ពីថ្ងៃកើតហេតុនឹងពេលដែលកើតហេតុដំបូងគាត់ចូលមកយ៉ាងម៉េចហើយគាត់ជិះអីមកឬមួយក៏យ៉ាងម៉េចអូនឯងជួយប្រាប់តិចមើលគាត់ជិះឡានមកម្ដងហើយបងគាត់មកមិនដំបូង3នាក់ប៉ុន្តែខ្ញុំបានចាប់ឲ្យព្រោះពេលហ្នឹងគឺអត់មានគាត់វាយខ្ញុំអីទេតែគាត់មកលើកទី2គាត់មក2នាក់គាត់ចង់មក2នាក់មិត្តភក្តិគាត់មួយឈរចាំនៅកន្លែងនេះគាត់ចូលទៅវាយខ្ញុំនៅហ្នឹងអូពេលដែលនិយាយចរចាមួយអូនឯងត្រូវបងឃើញកាមេរ៉ាសុវត្ថិភាពគាត់ហក់ចូលមកនិយាយជាមួយអូនឯងហ្នឹងយ៉ាងម៉េចបានរហូតដល់វាយអូនឯងគាត់សួរដូចខ្ញុំនិយាយប្រាប់បាញ់ដែរគាត់សួរអារឿងអញ្ចឹងហ៎បងសួររឿងអញ្ចឹងយើងអត់ព្រមដល់ពេលយើងអត់ព្រមគាត់ក៏វាយខ្ញុំដំបូងហ្នឹងគឺហក់ធាក់មែនទេចាហក់ធាក់ហើយបានវាយអូនឯងត្រូវកន្លែងណាខ្លះមើលជួយប្រាប់បងតិចហក់ធាក់មកជើងមុនដំបូងចំស្មាម្ដងទៀតចំពោះហើយម្ដាយខាងក្រោយកដាក្បាលឡើងនេះបងតែពេលដែលចេញទៅពេលដែលវាយអូនឯងហើយពេលដែលចេញទៅហ្នឹងមាននិយាយសម្ដីអីបោះពាក្យសម្ដីអីបន្ថែមទៀតទេប្រាប់ថាផ្ទះគាត់នៅចិត្តហ្នឹងឯងឲ្យទៅរកគាត់ទៅឲ្យស្រួលបួលមួយគាត់តិចគាត់និយាយចឹងវាយអូនឯងហើយឲ្យអូនឯងស្រួលបួលមួយគាត់ទៀតចាអញ្ចឹងមកទល់ពេលនេះអូនឯងដាក់ពាក្យបណ្ដឹងប្រហែលជាចូលប្រហែលថ្ងៃទេអូនតុងកន្លះខែចិត្តមួយខែបងចិត្តមួយខែអត់ទាន់មានដំណោះស្រាយទេនៅបងនៅទីតាំងកន្លែងអូនឯងទទួលតែសេវាកោះជប់ម៉ាស្សាកោះជប់ទៅចាបងអញ្ចឹងយើងអត់មានបំរើអីទេចាអញ្ចឹងធ្វើឲ្យបុគ្គលដែលជាជនដៃដល់ហ្នឹងខឹងអូនឯងមែនទេចាបងគាត់ខឹងបងឯងហ្នឹងដោយគ្រាន់តែរឿងបងឯងហ្នឹងមិនព្រមបំរើសេវាកម្មផ្លូវភេទតាមការចង់បានរបស់គាត់ចាអញ្ចឹងបានគាត់ធ្វើការវាយដំទៅលើរូបរាងកាយរបស់បងឯងតែម្ដងចាបងចុះអាគាត់និយាយថាគាត់វាយបងឯងមានន័យថាមុននឹងគាត់វាយបងឯងគាត់សួរថាសេវាកម្មបងឯងអន់មេ15នាទីហ្នឹងគាត់ចង់សម្ដៅទៅលើអីដែរបងសម្ដៅទៅលើថាគាត់ចូលកោះជប់កោអីខ្ញុំចឹងហ៎បងខ្ញុំប្រាប់គាត់ថា15នាទីទេ